บ้านใหญ่แต่ดอยปะกองตะเลปงไม้ปะโอนนักเคยแค่นามุนเกสสำหรับทูอิสเตอร์เว้นคือทานนักเคยแต่ดอยแค่ตะแกวมุนเกให้ผู้โดยสารสักเกหำนั้นให้คู่หลังปิ้งแต่มาดองมาตามปัตเตอร์ระเดินนี่เหมือนจีระเดินสบู่ปะกองเตะต่อท่าแค่ดับมวยแค่ดับปีบานสบู่นะปันใต้จัดนี่คือท่าเคลียนปะกองเขาระเดินจังอันมินจำยูเตชีฟังแต่ข้างแค่ตะแกวแต่มาดองให้ปะกองปะก็ทมให้สระละอ้อเหมือนแต่เห็นจังตาเนี่ยមានពុកម៉ែបងប្អូនមួយចំនួនក៏ជាមួយនៅទីតាំងមួយកន្លែងនេះដែរតែគ្រាន់ថាលើនឹងគឺគាត់បានដូរទីតាំងថ្មីអញ្ចឹងណាហើយអញ្ចឹងអាចមើលវីដេអូតាម Twitter នេះបានគឺជាទីតាំងផ្លូវទៅកាន់ហាងរបស់គាត់នៅពេលដែលជិះមកដល់វាមានឯករាជ្យហ្នឹងគឺចូលតាមផ្លូវនឹងទៅត្រង់រហូតហើយមានផ្លូវកាត់ពុកម៉ែបងប្អូនកុំកាច់ទៅណាអីគឺថាទៅត្រង់រហូតទៀតហើយមើលខាងឆ្វេងដៃទៅគឺថានឹងឃើញហើយដែលមានឈ្មោះថាស្រីណៃហេងគាត់មានលក់ជាប្រភេទបកងតលេនិយាយទៅគឺថាបកងនៅកន្លែងគាត់ស្រស់ល្អមែនតើហើយសម្រាប់ទំហំបកងនេះគឺលេខ2ពុកម៉ែបងប្អូនពេលដែលទៅហ្នឹងគឺថាលេខ1នៅសល់តិចដល់ពេលអញ្ចឹងដាក់ចូលគ្នាច្រឡំភិកច្រើនគឺលេខ2ដោយបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺថាលេខ2របស់គាត់ធំល្អណាស់ហើយរស់រវើកតែម្ដងហើយពេលដែលបានទៅញ៉ាំផ្ទាល់ដល់កន្លែងចេះទៀតគឺថាអូជាតិឆ្ងាញ់មែនតើសាច់បកងឡើងផ្អែមហ្មងដោយដែលបានឃើញនេះអញ្ចឹងគឺថារស់ឡើងល្វិចល្វើកចាប់ឡើងមិនចង់បានហ្មងហើយ Twister ទៅនេះគឺកំងឲ្យខាងហាងគាត់ជួយធ្វើឲ្យឡើងស្អាតហ្មងពុកម៉ែបងប្អូននិយាយទៅដល់គឺយើងអាចថ្លឹងឲ្យខាងហាងគាត់ជួយចំអិនម្ហូបឲ្យស្រេចហ្មងហើយបើថាចង់ខ្ចប់ទៅផ្ទះទិញមកបំពេញមកអីក៏បានដែរសម្រាប់តម្លៃបកងវិញគឺមានចាប់ពី$25ឡើងទៅពុកម៉ែបងប្អូនហើយ Twister ថ្ងៃនេះគឺកំងច្រើនមុខហ្មងលក្ខណៈថាយើងយូរបានទៅខាងខេត្តតាកែវម្ដងហ្នឹងគឺថាកំងចេះមកគឺថាញ៉ាំម្ដងហ្នឹងឆ្អែតរៀងបានយូរថ្ងៃដែរអញ្ចឹងណាពុកម៉ែបងប្អូនហើយគឺថានៅកន្លែងគាត់ទំនងមែនតើសំខាន់រសជាតិរបស់គាត់ឆ្ងាញ់ហើយគាត់ធ្វើស្អាតមានអនាម័យគាត់លាងស្អាតភ្លឹងតែម្ដងនិយាយទៅគឺថានៅកន្លែងគាត់ Twister បានចូលលុកលុយទៅដល់ខាងក្នុងចង្ក្រានមើលពីរបៀបគាត់ធ្វើមើលពីរបៀបគាត់លាយគ្រឿងនិយាយទៅគឺស្អាតណាពុកម៉ែបងប្អូនអាចទៅទីតាំងមួយកន្លែងនេះបានហើយបើថាបរិយាកាសប៉ះវេនហាងរបស់គាត់វិញគឺធំទូលាយមែនតើអាចឲ្យយើងចតឡានចតម៉ូតូបានច្រើនអញ្ចឹងណាហើយឥឡូវនេះគឺថាបានមកដល់លើតុអស់ហើយពុកម៉ែបងប្អូននិយាយទៅគឺថាតំណងមែនតើបញ្ចូលសលេងបដាចាប់ផ្ដើមនៅឃើញឃ្លានទៀតហើយបកងបើយើងតំណងចេះបើសិនជាកងជលក់ជាមួយនឹងទឹកត្រីកោះកងហិលបែបអញ្ចេះហើយចូលមកដល់បកងបើយើងខាងនេះវិញគឺជាប្រភេទតុងយ៉ាំគឺថាគ្រឿងរបស់គាត់លាយចេញមកបែបដិតជូរបែបដិតហ្មងអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺមានកម្លាំងព្រឹសហ្មងមើលតែមកទៅគឺដឹងហើយថាឆ្ងាញ់ប៉ុណ្ណាអញ្ចឹងណាគឺថាញាប់មាត់ញាប់កហើយខាងនេះវិញគឺជាបកងឆាខ្ទិះរបស់គាត់នឹងហើយសម្រាប់រសជាតិរបស់គាត់គឺពីមួយមុខទៅមួយមុខខុសគ្នាម្យ៉ាងម្នាក់ហើយបើទឹកត្រីកោះកងនេះវិញគឺគាត់ធ្វើខ្លួនឯងនិយាយទៅគឺថារសជាតិបែបលក្ខណៈគ្រួសារហ្មងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់សប្តាហ៍ដឹងថាទៅណាគឺអាចទៅញ៉ាំបកងនៅខេត្តតាកែវបានហើយព័ត៌មានផ្សេងទៀត Twister នឹងដាក់នៅលើ caption ក៏ដូចជាក្នុង comment Bye